ថ្ងៃនេះជាថ្ងៃអាទិត្យចុងសប្តាហ៍ពុកម៉ែបងប្អូនទាំងអស់គ្នាបានទៅដើរលេងទស្សនាទិដ្ឋភាពនៅណាខ្លះពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ admin វិញថ្ងៃអាទិត្យក៏ធ្វើការដែរប៉ុន្តែបន្ទាប់ពីឆ្លៀតចេញពីធ្វើការគឺ admin នាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាវាលស្រែវាលស្រូវបាទវាលស្រែវាលស្រូវនិងវាលស្រែឈូកណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាទិដ្ឋភាពនៅតាមវាលស្រែនៅស្ថិតនៅភូមិកកោះបាទឃុំកកោះគឺនៅស្រុកមោរិស័យខេត្តបាត់ដំបងយើងនឹងឯងណាហើយអ្នករស់នៅតាមជនបទដូចយើងអត់មានកន្លែងណាថតក្រៅពីវាលស្រូវវាលស្រែទេណាពុកម៉ែបងប្អូនណាគ្នាបាទមានតែវាលស្រូវវាលស្រែនឹងឯងមិនដូចគេអ្នកទីក្រុងទេគេអ្នកទីក្រុងគេបានថតទិដ្ឋភាពនៅទីក្រុងភ្លើងពណ៌ដ៏ស្រស់ស្អាតចឹងទៅណាពុកម៉ែបងប្អូនណាគ្នាបាទអញ្ចឹងសម្រាប់ admin គឺថតវាលស្រូវវាលស្រែនេះផ្ញើជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលរស់នៅក្រៅស្រុកបាទរស់នៅអាមេរិករស់នៅអូស្ត្រាលីកាណាដាហ្នឹងបានមើលទិដ្ឋភាពនៅស្រុកស្រែរបស់យើងណាបាទនេះគឺជាទិដ្ឋភាពស្រុកស្រែនៅស្រុកមោរិស័យខេត្តបាត់ដំបងយើងនឹងឯងណាហើយមាននឹកស្រុកមាននឹកស្រែអត់បាទមានមីងខ្ញុំអីហ្នឹងគាត់រស់នៅសហរដ្ឋអាមេរិកអីហ្នឹងមាននឹកស្រុកនឹកស្រែអត់បាទឃើញទិដ្ឋភាពបែបនេះហើយប្រកាសជាប្រហែលជានឹកស្រុកនឹកស្រែបាទចំណែកឯនៅក្រោយខ្នង admin នេះវិញគឺជាវាលស្រែឈូកណាបាទនៅក្នុងឃុំកកោះហ្នឹងគឺឈប់ធ្វើស្រែដោយសារតែធ្វើស្រែគឺស្រូវលោកបានធូរថ្លៃមានន័យថាស្រូវលោកបានថោកតែជីក៏ដូចជាបាទថ្លៃធ្វើស្រែហ្នឹងគឺចំណាយដើមទុនអស់ច្រើនណាប៉ុន្តែស្រូវលោកមកវិញគឺបានថោកអញ្ចឹងហើយគាត់បានផ្លាស់ប្ដូរមុខរបរពីធ្វើស្រែមកដាំឈូកវិញម្ដងណាពុកម៉ែបងប្អូនអ្នកគ្នាបាទព្រោះថាឈូកនេះយើងអាចរកចំណូលបានគ្រាន់បើជាងស្រែជាងស្រូវអញ្ចឹងណាបាទគាត់និយាយអញ្ចឹងបាទនេះខ្ញុំនិយាយតាមគាត់ទេដោយសារតែឈូកអាចបេះផ្កាលក់ក៏ដូចជាបេះផ្លែលក់ហើយមានមើមឈូកមានមើមអីហ្នឹងអាចបេះលក់ជាដើមណាពុកម៉ែបងប្អូនអញ្ចឹងកន្លែងនេះគឺគាត់ចងក្រងជាសហគមន៍បឹងឈូកហ្នឹងហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងហើយកុំភ្លេចបាទជួយទិញផ្លែឈូកឬក៏ទិញផ្កាឈូកពួកគាត់ជាចុងក្រោយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូនេះហើយកុំភ្លេច like ក៏ដូចជា share ចេញផងដើម្បីចែករំលែកដល់បងប្អូនយើងឲ្យបានទស្សនាដែរបាទ